ទិវាអន្តរជាតិកម្ពុជាចូលរួមជាមួយពិភពលោកកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀនទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើឡើងក្រោមប្រធានបទរួមគ្នាបង្ការទប់ស្កាត់និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជាដើម្បីបំផុសជាចលនាជាតិមួយដែលមានការចូលរួមពីគ្រប់វិស័យក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនជាការពិតរាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកទិវាដ៏មានអត្ថន័យមួយនេះគឺជាថ្ងៃដ៏មានសារៈសំខាន់មួយដែលរំលឹកឲ្យយើងទាំងអស់គ្នាបានឃើញពីការបដិញ្ញាចិត្តខិតខំប្រឹងប្រែងស្មារតីមោះមុតនិងចលនាជាតិរបស់កម្ពុជាក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅក្រៅពីនេះវិធានការមើងម៉ាត់ដាច់ខាតពីគ្រប់ទូអង្គពាក់ព័ន្ធទាំងអស់ដើម្បីឈានដល់ការផ្ដាច់ឫសគល់នៃបញ្ហាគ្រឿងញៀននិងទប់ស្កាត់ការធ្វើត្រឡប់មកវិញនៃបញ្ហាគ្រឿងញៀនគឺស្របទៅនឹងពាក្យស្លោកជាភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ2025នេះគឺ Break the Cycle កាត់ផ្តាច់ការវិវត្តនៃបញ្ហាគ្រឿងញៀនលើពីនេះកម្ពុជាក៏ត្រូវបានទទួលការវាយតម្លៃពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការគ្រឿងញៀននិងឧក្រិដ្ឋកម្ម UNODC ដែលជាប្រទេសគំរូមួយក្នុងការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ2024កន្លងទៅដែលមានលក្ខណៈអធិកអធមទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទូទាំង25រាជធានីខេត្ត